Bà mình chỉ ngay vì đi thì Phnom Penh ông bố khơi cam chuột đào để cái bông tạ cho bông ở chỗ tử ấy trong cái tha sầm non đài ở miền ở trongประเทศ Campuchia យើងបាទទាំងសំណង់បុរាណនិយាយតែសំណង់បុរាណណាបាទប្រាសាទដែលធំជាងគេបាទខ្ញុំថាប្រាសាទអង្គរតូចបាទធំហើយស្ពានបាទដែលសេះសល់ហើយវែងជាងគេខ្ញុំថាស្ពាននៅខាងស្រុកជីក្រែងខេត្តកំពង់ក្ដីក៏ប៉ុន្តែសម្រាប់កម្មជណ្ដើរបាទដែលនៅសល់តាំងពីសម័យបុរាណបាទដែលមានអាយុកាល100ឆ្នាំដូចគ្នាហើយវែងនិងធំបាទអញ្ចឹងទេខ្ញុំគិតថាជាកម្មជណ្ដើរដែលបានសាងសង់នៅក្នុងសម័យឧដុង្គឬក៏ចុងសម័យលង្វែកដែលសាងសង់អំពីថ្មបាយក្រៀមបាទដែលវែងជាងគេមានចំនួនពីក្រោមឡើងមកដល់លើគឺ620កាំហើយប្រវែងអាចចូលដល់3ម៉ែត្រជាងបាទដែលអមសងខាងដោយបង្កាន់ដៃធ្វើអំពីឥដ្ឋតាន់នេះជំរេកម្មដែលឡើងយើងចុះទៅខាងក្រោមហើយនេះយើងឡើងទៅខាងលើអញ្ចឹងទៀតដោយសារសន្តានភ្នំក៏មានការកសាងដោយបត់បែនទៅតាមសន្តានដីដើម្បីកុំឲ្យចោតណាអញ្ចឹងជណ្ដើរដែលវែងជាងគេគឺមានប្រវែង620កាំមានអាយុកាល100ឆ្នាំជាងទៅហើយបាទតាំងពីសម័យគេពេលច័ន្ទរាជាហើយបន្ទាប់មកបាទព្រះអង្គឌួងបាទហើយក៏មកដល់រជ្ជកាលរបស់ព្រះបាទនរោត្តមដែលនៅក្នុងនោះចែកដីរបស់ព្រះបាទអង្គឌួងបាននៅខាងលើដែលជាចែកដីតម្កល់ព្រះអធិរបស់ព្រះអង្គនឹងព្រះមហេសីហើយកំណត់សម្គាល់ថាព្រះអង្គឌួងលោកមានបុត្រ3ព្រះអង្គមានច្រើនអង្គប៉ុន្តែយើងលើកយកតែ3ព្រះអង្គទេមាននរោត្តមព្រះបាទនរោត្តមព្រះបាទស៊ីសវ័តព្រះបាទស៊ីវុទ្ធាបាទហើយបានឡើងសោយរាជបន្ទាប់ពីព្រះអង្គឌួងគឺព្រះបាទនរោត្តមក្នុងសម័យពេលនោះបន្ទាប់ពីព្រះអង្គឌួងយាងសោយទីបង្គត់ទៅព្រះបាទនរោត្តមបានឡើងសោយរាជក៏ចូលដល់សម័យអាណានិគមបារាំងតែម្ដងបាទហើយលោកក៏បានគេហៅថាចាត់ចែងនឹងកសាងបាទធ្វើរាជធានីនៅក្រុងឧដុង្គនេះក៏មានទីតាំងនៅទីកន្លែងនៅលើភ្នំបរិជ្ជទ្រព្យដើម្បីដាក់តម្កល់ណាដើម្បីដាក់តម្កល់ព្រះអធិរបស់ខ្សែរាជវង្សានុវង្សបាទមានព្រះមេត្តាព្រះបិតាព្រះរាជអនុជព្រះរាមព្រះរាជបុត្របាទអ្នកមនាងអីផ្សេងអញ្ចឹងទេលោកបានជ្រើសរើសណាតាំងពីសម័យគេហៅថាព្រះបាទច័ន្ទរាជារហូតដល់ព្រះអង្គឌួងអីចឹងទីនេះគឺជាទីកន្លែងតម្កល់ព្រះអធិរបស់រាជវង្សានុវង្សរបស់ព្រះអង្គនឹងឯងបាទហើយនៅខាងលើបងប្អូនបានឃើញហើយបាទសិលាចារឹកនឹងចែកដីដែលមានតាំងពីសម័យនោះបាទអញ្ចឹងខ្ញុំបើកវងកញ្ចក់សង្ខេបប៉ុណ្ណឹងហើយមកចាប់អារម្មណ៍លើកម្មជណ្ដើរបុរាណវិញម្ដងបាទវែងណាសាងសង់អំពីគេហៅថាថ្មបាយក្រៀមបាទហើយសងខាងនៃបង្កាន់ដៃគឺធ្វើអំពីឥដ្ឋតាន់បាទឥដ្ឋតាន់គឺថារៀបគៀបជាមួយនឹងដុំថ្មបាយក្រៀមបាទហើយជាកម្មជណ្ដើរដែលបុរាណហើយមានប្រវែងវែងជាងគេបើយើងប្រៀបធៀបជាមួយនឹងសំណង់បុរាណផ្សេងបាទមានតូចមានធំស្ពានមានវែងមានខ្លីអញ្ចឹងកម្មជណ្ដើរឃើញថានៅលើភ្នំបរិជ្ជទ្រព្យនៅស្រុកឧដុង្គនេះក៏ជាកម្មជណ្ដើរវែងជាងគេមានដល់ទៅ620កាំណា620កាំកត្តាធម្មជាតិដែលលោកកសាងបាទពុតប៉ែនដើម្បីអីកុំឲ្យឡើងមកដល់លើវាចោតអញ្ចឹងទេក៏កន្លែងខ្លះក៏ជំរេលចុះទៅតាមលំដាប់លំដោយនៃភ្នំណាលំដាប់លំដោយនៃភ្នំហើយកន្លែងខ្លះក៏ឡើងទៅបាទមានកាច់កែងមានជ្រុងឡើងរហូតទៅដល់កំពូលរហូតទៅដល់ចែកដីតម្កល់ព្រះអធិរបស់ព្រះបាទអង្គឌួងតែម្ដងបាទនេះជាទិដ្ឋភាពជណ្ដើរបុរាណ
ដែលមានអាយុកាលរាប់រយឆ្នាំបាទលើក្នុងព្រះរាជទ្រព្យ